ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីការ customize ផ្លាកលេខឡានខ្ញុំឧទាហរណ៍ scene នេះមួយអញ្ចឹងយើង select យក Pro មកសម្រាប់ Xperia Capture View ផងដើម្បីផា view នឹងចូល plug in យើងឲ្យជ្រើសរើសទំហំរូបហើយយើងចុច apply មករើស preset ថ្ងៃនេះគឺខ្ញុំប្រើ preset Urban Nature Balance ណា select លើហ្នឹងមកចំពោះទំហំរូបគឺខ្ញុំប្រើ 2K ព្រោះយើងដាក់ផ្លាកលេខអញ្ចឹងបើសិនជាយើងប្រើ 1K អក្សររៀងព្រិលនៅក្នុង add object នេះទៅ select យក vehicle ហើយយើងជ្រើសរើស model ឡានខ្ញុំអត់ចង់ប្រើ Mercedes នេះទេអញ្ចឹងខ្ញុំដក tick នឹងចេញខ្ញុំចង់ប្រើ zip ណាខ្ញុំ select យក zip មកហើយយើងរើស mode ឡានហើយចុច apply មកយើងទៅកាន់មុខងារ special instruction យើងនឹងឃើញរូបសភៅនេះចុចនៅលើហ្នឹងមកហើយ select យក Cambodia plate កន្លែងនេះគឺយើងត្រូវតែថែមផ្លាកលេខដែលយើងចង់ដាក់ឈ្មោះអីយើងសរសេរតពីហ្នឹងមកខ្ញុំចង់ដាក់ឈ្មោះខ្ញុំអញ្ចឹងខ្ញុំថែមឈ្មោះខ្ញុំរួចរាល់ហើយអាច render បានហើយអញ្ចឹងនេះគឺជារូបភាព render របស់យើងរូបនេះដោយសារឡានវាចំហៀងអញ្ចឹងវាមើលលេខអត់សូវច្បាស់ទេប៉ុន្តែខ្ញុំនឹង render ម៉ាស៊ីនទៀតដែលមើលចំឡានពីមុខមកចំណុចនេះខ្ញុំចង់បង្ហាញមួយទៀតដើមឈើនៅខាងមុខស៊ីននេះបើយើងអត់ចង់បានទេយើងអាចដកចេញបានណាអញ្ចឹងយើងទៅ remove ដើមឈើនេះចេញយើងចូលមកកាន់មុខងារ add object ហើយយើង select យក foreground element ហើយយើងត្រូវដក tick នៅ overhanging tree នេះហ្នឹងវាបាត់ហើយតែខ្ញុំចង់បានដើមឈើនៅខាងចំហៀងអញ្ចឹងយើងអាច select យក shade tree នេះបានប៉ុណ្ណឹងមកយើង render ម្ដងទៀតមកអញ្ចឹងនេះគឺជារូបភាពទី2របស់យើងវាដកស្លឹកឈើពីមុខហ្នឹងហើយដើមឈើចំហៀងនេះបើសិនជាយើងអត់ចង់បានទេយើងដក tick នឹងចេញទៅវាបាត់ដែរអញ្ចឹងខ្ញុំនឹង render scene មួយទៀតមើលចំឡានពីមុខយើង scroll មកក្រោមមកនៅក្នុងមុខងារ cinematic select លើហ្នឹងមកយើងនឹងឃើញមុខងារតិចតួចនេះcinematic drive យើងចុចលើផ្នែកហ្នឹងមកដើម្បី preview អញ្ចឹងយើង render scene ហ្នឹងមកហើយនេះគឺជារូបភាពរបស់យើងវាមើលចំពីមុខអញ្ចឹងបានវាមើលឈ្មោះច្បាស់ហ្នឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយ